រុស្ស៊ីបើកការវាយប្រាដោយបាញ់ដ្រូនជាង100គ្រឿងនិងមីស៊ីលផ្លោងបាល់លីស្ទិកមួយគ្រាប់លើអ៊ុយក្រែនតែមិនប្រកាសថានេះជាការសងសឹកនោះទេគណៈលោកត្រាំឯនោះវិញឲ្យដឹងថាលោកពូទីនសន្យាវាយសងសឹកលើអ៊ុយក្រែនឲ្យកាន់តែបានតើអាវុធអ្វីខ្លះដែលរុស្ស៊ីនឹងត្រូវវាយសងសឹកទៅលើអ៊ុយក្រែនបន្ទាប់ពីអ៊ុយក្រែនសម្រេចបានជោគជ័យនៃប្រតិបត្តិការសំណាញ់ពេញពីងបាញ់បង្ហោះដ្រូនវាយប្រាកំទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីយ៉ាងតិច41គ្រឿងត្រូវបានបំផ្លាញក្នុងទំហំសាច់ប្រាក់ដល់ទៅ$7,000 លានសហរដ្ឋអាមេរិកសេចក្តីរាយការណ៍ចុងក្រោយមួយដោយសារព័ត៌មាន RBC អ៊ុយក្រែនចុះផ្សាយកាលពីថ្ងៃទី5មិថុនានេះបានដឹងថាកងទ័ពរុស្ស៊ីបានបើកការវាយប្រាដោយបាញ់មកលើទឹកដីអ៊ុយក្រែនជាថ្មីម្ដងទៀតកាលពីយប់ថ្ងៃទី4មិថុនានោះដោយបាញ់ដ្រូនចំនួន103គ្រឿងនិងមីស៊ីលផ្លោងបាល់លីស្ទិកចំនួន1គ្រាប់នេះជាការបញ្ជាក់របស់កងកម្លាំងទ័ពអាកាសនៃប្រទេសអ៊ុយក្រែនហើយបានបញ្ជាក់ថាគោលដៅរបស់រុស្ស៊ីបើកការវាយប្រានេះសំដៅលើទីតាំងជាច្រើននៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនរុស្ស៊ីបើកប្រតិបត្តិការបាញ់ដ្រូន103គ្រឿងទៅលើគោលដៅជាច្រើននោះដែលក្នុងនោះដ្រូនទាំងនោះបាញ់ចេញពីតំបន់គួកតំបន់អូរ៉េលតំបន់មីលីរ៉ូវូតំបន់ព្រីមម៉ាក់ស្កូតំបន់គ្រីមៀនិងបាញ់មីស៊ីលបាល់លីស្ទិកអ៊ីនស្កៃដឺមួយគ្រាប់ចេញពីតំបន់រ៉ូស្តាវគោលដៅចម្បងនៃការវាយប្រារបស់រុស្ស៊ីនេះគឺសំដៅទៅលើតំបន់ឈឺនីហ៊ីវខាគីវនិងតំបន់អូឌីសាតែយ៉ាងណារុស្ស៊ីមិនបានប្រកាសថាវាជាការសងសឹករបស់ខ្លួននោះទេករណីដែលត្រូវឆ្លើយតបចំពោះអ៊ុយក្រែនបាញ់កំទេចយន្តហោះរបស់រុស្ស៊ីប្រភេទយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រខ្ទេចដល់ទៅ41គ្រឿងនោះកាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងមកនេះកងទ័ពមីស៊ីលរបស់អ៊ុយក្រែនបានបើកប្រតិបត្តិការភ្លាមៗដើម្បីទប់ស្កាត់គ្រាប់មីស៊ីលទាំងនោះរបស់រុស្ស៊ីតែនៅម៉ោង10ព្រឹកនៅព្រឹកថ្ងៃទី5មិថុនានេះម៉ោងនៅទីក្រុងគីវយ៉ាងហោចណាស់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនកាមីការបស់រុស្ស៊ីបាន74គ្រឿងបើតាមសេចក្តីរាយការណ៍បានដឹងថាដ្រូនរបស់រុស្ស៊ី103គ្រឿងនេះបើប្រតិបត្តិការវាយប្រាទៅលើទីក្រុងរបស់អ៊ុយក្រែនចំនួន16ទីក្រុងតែมันមានឃើញការបញ្ជាក់ពីការវាយប្រាទៅលើរដ្ឋធានីគីវនៃប្រទេសអ៊ុយក្រែននោះទេអ៊ុយក្រែនមិនបានបញ្ជាក់ថាតើការវាយប្រារបស់រុស្ស៊ីនេះវាជាទម្រង់សងសឹកឬក៏យ៉ាងណានោះទេហើយក៏មិនបានបញ្ជាក់ថាតើខូចខាតបាត់បង់អាយុជីវិតប្រជាជនអ៊ុយក្រែនយ៉ាងណានោះក៏មិនបានបញ្ជាក់ផងដែរតែអ៊ុយក្រែនបានហៅការវាយប្រារបស់រុស្ស៊ីដោយដ្រូន103គ្រឿងនេះក៏ជាប្រតិបត្តិការទ្រង់ទ្រាយធំរបស់រុស្ស៊ីផងដែរជាមួយគ្នានេះលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានប្រាប់លោកត្រាំដែលធ្វើឡើងតាមទូរស័ព្ទជាមួយគ្នានោះប្រាប់ទៅលោកត្រាំថារុស្ស៊ីត្រូវតែសងសឹករុស្ស៊ីត្រូវតែសងសឹកទៅលើអ៊ុយក្រែនចំពោះអ៊ុយក្រែនបានបំផ្លិចបំផ្លាញធនធ្ងរណាស់មកលើទ្រព្យសម្បត្តិរបស់រុស្ស៊ីតែក្នុងនោះលោកពូទីននិយាយថាសូម្បីតែស្ពានដែលមានសារៈសំខាន់របស់រុស្ស៊ីនៅតំបន់គួកនៅតំបន់មួយចំនួនទៀតក៏រងការវាយប្រហារផងដែរដែលអ៊ុយក្រែនបើកប្រតិបត្តិការវាយកំទេចផ្លូវគមនាគមន៍របស់ជនស៊ីវិលគឺជារឿងដែលត្រូវសងសឹកលោកត្រាំបានបញ្ជាក់នៅលើបណ្ដាញសង្គម Truth Social របស់លោកថាលោកបានសន្ទនាគ្នាជាមួយនឹងលោកពូទីនរយៈពេល1ម៉ោង15នាទីហើយលោកពូទីននិយាយដល់ថាលោកត្រូវតែសងសឹកទៅលើអ៊ុយក្រែនបើតាមលោកត្រាំការពិភាក្សារបស់គាត់ជាមួយនឹងលោកពូទីននោះលោកត្រាំព្យាយាមនិយាយឲ្យលោកពូទីនទៅកាន់តុចរចាឡើងវិញលោកពូទីននិយាយថាការចរចាទំនងមិនអាចទៅរួចដូចទេវាត្រូវតែរុស្ស៊ីឆ្លើយតបការសងសឹកវិញទើបរុស្ស៊ីអាចគិតម្ដងទៀតតែយ៉ាងណាលោកត្រាំបានបញ្ជាក់ថាកិច្ចសន្ទនារបស់គាត់ជាមួយលោកពូទីននៅតែល្អប្រសើរជាមួយគ្នាតែបើនិយាយពីសន្តិភាពគឺมันអាចរកឃើញឆាប់នេះទេព្រោះលោកពូទីនបង្ហាញប្រតិកម្មកំហឹងខ្លាំងទៅលើអ៊ុយក្រែនសំណួរសួរថាតើរុស្ស៊ីនឹងសងសឹកទៅលើអ៊ុយក្រែនដោយមធ្យោបាយយុទ្ធអ្វីខ្លះគេមិនអាចប៉ាន់ស្មានបានថាតើអ្វីដែលរុស្ស៊ីផ្ទុះកំហឹងសងសឹកអ៊ុយក្រែនវិញនោះដោយអាវុធអ្វីនោះទេតែយ៉ាងណាការប៉ាន់ស្មានអាចមើលឃើញថារុស្ស៊ី
នឹងបាញ់មីស៊ីលផ្លោងបាល់លីស្ទិកកម្រិតធ្ងន់ដែលមីស៊ីលនោះទើបទទួលបានពីប្រទេសកូរ៉េខាងជើងចំនួន100គ្រាប់ហើយអាចបាញ់ចូលទៅរដ្ឋធានីគីវច្រើនជាងគេទាំងអស់ហើយទីក្រុងផ្សេងទៀតគោលដៅសម្ដៅទៅលើទីតាំងសំខាន់យោធារបស់អ៊ុយក្រែនប៉ុន្តែភាគច្រើនការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនច្រើនតែចំទីតាំងទីប្រជុំជនរបស់ប្រជាជនជាមួយគ្នានេះគេរំពឹងថារុស្ស៊ីនឹងបើកប្រតិបត្តិការវាយសងសឹកដោយវងដ្រូនយ៉ាងហោចណាស់500គ្រឿងដែលជាការសងសឹកកម្រិតធ្ងន់បំផុតរបស់រុស្ស៊ីក៏ថាបានការវាយប្រហារក្នុងទម្រង់មួយដែលរុស្ស៊ីអាចនឹងបំបាក់អ៊ុយក្រែនដោយប្រើប្រាស់មីស៊ីលផ្លោងកម្រិតបាល់លីស្ទិកហើយចង់មិនចង់រុស្ស៊ីអាចនឹងប្រើប្រាស់រហូតដល់មីស៊ីលផ្លោងអន្តរទ្វីប ICBM ទៀតផងប៉ុន្តែសំណួរសួរតើរុស្ស៊ីសងសឹកអាចវាយប្រហារដោយនុយក្លេអ៊ែរទៅលើអ៊ុយក្រែនដែរឬទេត្រង់ចំណុចនេះទំនងរុស្ស៊ីគិតផងដែរប៉ុន្តែស្ថិតក្នុងស្ថានភាពលំបាកបំផុតរុស្ស៊ីអះអាងថាខ្លួនគីបានផលិតហើយនៅមីស៊ីលនុយក្លេអ៊ែរដែលវាអាចបាញ់ចេញពីយន្តហោះចម្បាំងមួយគ្រឿងវាអាចផ្ទុកមីស៊ីលនុយក្លេអ៊ែរបាន4គ្រាប់មីស៊ីលនុយក្លេអ៊ែរនោះវាមានទម្ងន់តែ60គីឡូក្រាមប៉ុណ្ណោះតើអាវុធប្រភេទនេះរុស្ស៊ីអាចនឹងសាឡវងបាញ់ចូលទៅទឹកដីអ៊ុយក្រែនដែរឬទេអ្នកសង្កេតការមើលឃើញថាភាគតិចណាស់ដែលរុស្ស៊ីអាចចាប់យកសង្គ្រាមនុយក្លេអ៊ែរដូចនេះព្រោះចង់មិនចង់វាមើលឃើញថារុស្ស៊ីកំពុងបង្ខំឲ្យ NATO ចូលពាក់ព័ន្ធសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនកាន់តែស៊ីជម្រៅខ្លាំងថែមទៀតហើយបើពុំនោះទេវានឹងទៅរកសង្គ្រាមការវាយបកវិញរបស់អ៊ុយក្រែនក្នុងកម្រិតមួយដែលអ៊ុយក្រែនអាចនឹងប្រើប្រាស់មីស៊ីលកម្រិតខ្ពស់បំផុតរបស់ខ្លួនដែលទើបផលិតបានដែលមីស៊ីលនោះវាអាចរត់បានដល់ទៅ 2000 គីឡូម៉ែត្រនោះមកថា Primitat នោះគឺអ៊ុយក្រែនអាចនឹងបាញ់មីស៊ីលនេះចូលទៅទីក្រុងមូស្គូឆ្លើយតបវិញមានន័យថាសង្គ្រាមសងសឹកនឹងកាន់តែធ្ងន់ធ្ងរជាមួយគ្នារុស្ស៊ីអាចនឹងបាញ់មីស៊ីលបាល់លីស្ទិកកម្រិតធ្ងន់ហើយចង់មិនចង់បើអ៊ុយក្រែនសងសឹកកម្រិតធ្ងន់ទៅវិញរហូតដល់បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនចូលទៅទីក្រុងមូស្គូទំនងរុស្ស៊ីអាចនឹងចាប់យកការបាញ់ប្រហារដោយមីស៊ីលនុយក្លេអ៊ែរទៅលើអ៊ុយក្រែនប៉ុន្តែប្រភពចារកម្មរបស់ពួកបច្ចឹមប្រទេសដឹងថារុស្ស៊ីទំនងបើកការវាយប្រហារដោយបាញ់ដ្រូនដល់ទៅ500គ្រឿងក្នុងទម្រង់សងសឹកទៅលើអ៊ុយក្រែនហើយក៏អាចមានមីស៊ីលផ្លោងបាល់លីស្ទិកផងដែរតែអ្នកជំនាញនឹងចារកម្មរបស់ពួកប្រចាំប្រទេសនៅតែមើលឃើញថារុស្ស៊ីទំនងមិនអាចហក់ចាប់យកការបាញ់ប្រហារអ៊ុយក្រែនដោយមីស៊ីលនុយក្លេអ៊ែរដែលរុស្ស៊ីទើបផលិតបានដូចទីបើតាមកិច្ចសន្ទនារវាងលោកត្រាំនិងលោកពូទីនសារព័ត៌មាន RBC អ៊ុយក្រែនចុះផ្សាយថាលោកពូទីនប្រាប់លោកត្រាំថាគាត់ឈឺចាប់ខ្លាំងដោយសារតែអ៊ុយក្រែនបើកប្រតិបត្តិការកំទេចផលប្រយោជន៍ទ្រព្យសម្បត្តិរបស់រុស្ស៊ីធ្ងន់ធ្ងរណាស់សូមជម្រាបថាអ៊ុយក្រែនដែលបាញ់ប្រហារកំទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីទូ95ទូ22ហើយតាមដំណឹងចុងក្រោយថាមានទាំងទូ161គ្រឿងផងដែរត្រូវកំទេចនោះក្នុងចំណោម41គ្រឿងនោះគឺខ្ទេចឆេះ13គ្រឿងក្រៅពីនោះมันអាចធ្វើសកម្មភាពបានទៀតនោះទេក្នុងទំហំនៃការបាត់បង់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីកម្រិតយុទ្ធសាស្ត្រនេះចំនួន41គ្រឿងគិតជាទំហំសាច់ប្រាក់$7,000 លានសហរដ្ឋអាមេរិកដែលរុស្ស៊ីបាត់បង់ធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាង3ឆ្នាំមកនេះអ្នកសង្កេតការណ៍និងអ្នកជំនាញមើលឃើញថាវាដូចជាជោគជ័យសម្បើមណាស់របស់អ៊ុយក្រែនដែលបើកប្រតិបត្តិការសំណាញ់ដ្រូមេករបស់រុស្ស៊ីហើយវាយទម្លុះចូលទៅគោលដៅនៃមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីបានដល់ទៅ4ទីតាំងឯណោះការវិវត្តនេះប្រព្រឹត្តទៅកាលពីថ្ងៃទី1មិថុនាមុនមួយថ្ងៃនៃការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមជុំទី2នៅលើទឹកដីនៃប្រទេសទូគីដែលការចរចានៅថ្ងៃទី2មិថុនានោះមានបានលទ្ធផលអ្វីជាដុំកំភួននោះទីមិនអាចទៅរកកិច្ចព្រមព្រៀងបាត់ឈប់បាញ់គ្នានោះទីគឺបានត្រឹមតែកិច្ចព្រមព្រៀងដោះដូរអ្នកទោសទៅវិញទៅមកតែប៉ុណ្ណោះអ្វីដែលសំខាន់គឺអ៊ុយក្រែនមិនទទួលយកការដាក់លក្ខខណ្ឌរបស់រុស្ស៊ីឲ្យអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់សង្គ្រាមរបស់រុស្ស៊ី